បាទសួស្តីបងទាំងអស់បាទថ្ងៃនេះខ្ញុំថាពិតខ្ញុំអត់ដឹងរឿងថាក្រុមហ៊ុន Medphone ណាបងប្អូនឃើញក្រុមហ៊ុន Medphone ហ្នឹងក្រុមហ៊ុន Medphone គាត់ហៅគាត់ខលទៅខ្ញុំថា SIM ខ្ញុំហ្នឹងអត់ទាន់បំពេញតសញ្ញាណប័ណ្ណទេហើយខ្ញុំឆ្ងល់ខ្ញុំប្រើឡើង10ឆ្នាំជាងហើយអត់ទាន់បំពេញតសញ្ញាណប័ណ្ណតែពិតមែនទេខ្ញុំមកសួរគាត់ផ្ទាល់ហើយណាសួរគាត់ផ្ទាល់ទៅនេះសួរនៅកំពង់មូលគួយកំណុងបាទគួយកំណុងស្ពានជ្រោយចង្វាណាសួរគាត់ផ្ទាល់ថា SIM ខ្ញុំប្រើឡើង10ឆ្នាំជាងហើយហេតុអីបានជាខ្ញុំអត់ទាន់បំពេញសំណុំបែបបត់បំពេញអត្តសញ្ញាណប័ណ្ណតែពិតគាត់មិនមែនទេណាគេអាប់ដេតថ្មីណាបាទគេអាប់ដេតថ្មីទេបាទអញ្ចឹងអ្នកដែលប្រាប់ខ្ញុំហ្នឹងគាត់ប្រាប់ខុសដែរហើយខ្ញុំក៏ឆ្ងល់បាទពិតគេអាប់ដេតថ្មីណាបាទនេះខ្ញុំនៅកំពង់មូលគួយកំណុងបាទកំពង់មូលឡៃកភ្លើងណាស្ពានជ្រោយចង្វាដើរលេងទីបាទSIM តែពិត SIM ខ្ញុំទិញនៅតាមខេត្តទេបាទខ្ញុំប្រើច្រើនឆ្នាំហើយដល់ពេលមកបំពេញបែបបត់ហ្នឹងនៅបំពេញបាទនៅភ្នំពេញជ្រោយចង្វានេះបាទនេះកំពង់មូលគួយកំណុងណាបាទគួយកំណុងស្អាតបាទពេលម៉ោងប្រហែលជា4 5ហ្នឹងបាទស្អាតបងប្អូនណាបាទស្ពានជ្រោយចង្វាបាទស្ពានជ្រោយចង្វាបាទនេះខ្ញុំនៅឡៃសាខា Medphone ឃើញបងប្អូនឃើញ Medphone បាទសាខា Medphone អាគេខ្ពស់ច្រើនដែរបងប្អូនណាខុសគ្នាតែប្រហែលឆ្នាំកាលទិញ SIM ប្រើដំបងអត់ទៅខ្ពស់អញ្ចឹងទេណាដល់ពេលឥឡូវបាទខ្ពស់មែនតើបាទណាហើយឡានក៏ច្រើនដែរណាឡានឥឡូវឡានទំនើបច្រើនណាដូចគេសម័យខ្ញុំទិញ SIM ប្រើទេណាមើលបងប្អូនមើលមកនេះខ្ញុំcònអស់សម្ដែងរឿង SIM មិញឯងតែពិតខ្ញុំអត់មានចេតនាចង់ review តាមតំបន់នេះទេណាខ្ញុំគ្រាន់តែអស់សម្ដែងពេកបាទអ្នកប្រាប់ខ្ញុំអត់ច្បាស់អញ្ចឹងធ្វើឲ្យខ្ញុំឆ្ងល់ណាខ្ញុំនឹកស្មានតែមិនដល់ខ្ញុំអស់សម្ដែងមែននិយាយត្រង់បាទនេះខ្ញុំភ្លេចប្រាប់រឿងមួយបាទដើមនេះបងប្អូនណាស្គាល់ជួយខមមិនប្រាប់ផងបាទដើមនេះបាទនេះអាផ្កានៅកុលឈើនេះបាទហ្នឹងគេហៅគេបងប្អូនណាតែផ្កាហ្នឹងខ្ញុំឃើញដុះនៅក្រោយតែខ្ញុំច្រើនណាដុះច្រើនមែនតើមិននឹកស្មានថាគេយកមកដាំនៅសួនសោះណាប្រហែលជាគេទិញមកថ្លៃណាដើមនេះណាមើលនេះបាទខ្ញុំឃើញនៅខាងខ្ញុំ